đôi cái này chẳng cứ vài 17 lại thì cho đã tới vài 17 tầm đó cho nó cắt cho Sù đây nè tầng ở khné vừa một chục khné xa chỉ thay một ống tiết chỉ môi năng video game Honor of King haiនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការលេង Hero ឡានទៀតហើយដោយចេញមកបើក្បាលដំបូងគឺយើងបន្ទាប់ពី Cyber Kill មួយក្រហមហើយយើងបានលេខ4យើងក៏មកអុកឡុកចាំងក៏លើរបស់គេនៅកន្លែងនេះគេប្រហែលជាវិញ land បានជាដើមកន្លែងហ្នឹងក៏យើងធ្វើការ clear ទៅលើហ្នឹងមក clear ទៀតអូខេក្រោយពីទទួលបាន2 kill មកយើងក៏ចេញមក farm សត្វធម្មតាមកដើម្បីរលួយ level up សេដ្ឋកិច្ចវាឲ្យបានទូធាហើយយើងចុះមកបន្តិចមកយើងក៏បានជួបគ្នាជាមួយនឹង Alter ជួបនឹង Alter យើងក៏ផ្ទុះ secret ឲ្យនឹងមកប្រាវវាយគ្នាមកប្រាវទៅណាស្ទូចាំងក៏លើគេក៏មកជួយពេលអញ្ចឹងទៅយើងក៏រុញ Alter ទៅជាមួយនឹងចាំងក៏លើគេទៅហើយក៏វាយមកទាំងពីរកន្លែងហ្នឹងនៅពេលយើងបាន clear ទៅលើ Wukong ហើយម៉ែគេក៏ចុះមកគឺតាជីហ្នឹងក៏បានចុះមកវាយថាផ្ដាច់យើងកម្រងថាចង់ clear យើងអញ្ចឹងប៉ុន្តែមកអត់បានជោគជ័យទេត្រូវយើងវាយឡើងរត់វិញហើយកន្លែងនេះគឺយើងដេញតាមម៉ែរបស់គេដើម្បី kill យកមក kill ទៀតតែយើងចូលជ្រើពេកក៏បាក់ក៏បោ Alter ទៅអូខេកន្លែងនេះក្រោយតែពីយើងបានរស់ឡើងវិញមកយើងក៏បានមកពីមករក Wukong ទៀតហើយយើងលៃលោកធ្វើម៉េចឲ្យអា Wukong ហ្នឹងវាក្រអត់មានលុយហើយយើងមានអញ្ចឹងយើងទៅធ្វើម៉េចមកវាយ Wukong ហ្នឹងឲ្យងប់ច្រើនដងទៅដល់ពេល Wukong ក្រយើងមានដើម្បីយើងវាខ្លាំងយើងវាយទាំងអស់មកអូខេក្រោយពីបាន kill Wukong ហើយយើងក៏ថាចង់មកធ្វើការ kill ទៅលើ Alter មួយទៀតគេថាកន្លែងហ្នឹងគឺយើងស្ទើរ damage អត់ទាន់មាន damage វាយគេអញ្ចឹងយើងក៏ដកថយមកសិនមកវាយ Lord វាយអីសិនបន្ទាប់តែពីបានវាយ Overlord ហើយនឹង Tyrant រួចមកយើងក៏អត់មានបានទៅណាដែរគឺយើងមករក Alter ហ្នឹងស្ទើរចាស់យើងធ្វើម៉េចកន្លែងហ្នឹងត្រូវតែ kill Alter ឲ្យបានគឺកន្លែងហ្នឹងយើងបានធ្វើការបើកការប្រយុទ្ធគ្នាកន្លែងហ្នឹងក៏បាន kill Alter បានជោគជ័យនៅក្នុងហ្គេមនេះគឺតាំងពីចាប់ដើមរហូតដល់ពេលនេះគឺអត់ដែលបានទៅជួយ farm land ទេក៏សម្រាប់ចិត្តថាមកជួយ farm land មកដល់គឺយើងកាយបន្តិចចូលវាយ MM គេដល់ក្នុង terrain មកហើយឡើយនេះយើងថាចង់វាយ3អ្នកនឹង2អ្នកនឹងទៀតប៉ុន្តែមើលទៅក្លាស្រួលក៏ដកថយសិនតបមកកន្លែងនេះគឺមកបាំងមួយផ្លេតចូលវាយគេ1 4មានអីគេដាក់ចប់ក្រោយតែពីយើងរស់មកវិញមកអាបើរបស់អាខុងហ្នឹងគឺយើងផ្ដាច់ចោលទាំងអស់សម្បីតែអាខុងក៏មិនឲ្យមានជីវិតរស់ដែរអូខេកន្លែងហ្នឹងគឺចាប់ដើមតទៀតហើយគឺវាយខាងគេ1 3កន្លែងឌីសងាប់ក៏តែយើងអាចបាន2 kill ដែរកន្លែងហ្នឹងតែយើងនៅតែងាប់អូខេកន្លែងនេះគឺយើងរួមមកវិញហើយឃើញខាង enemy នឹងហៀវវាយ overlord វាយអីពេញហ្នឹងហើយខ្ញុំក៏មកជួយអន្តរាគមទៅដើម្បីស្មាយយកតែទៅពេលមកគឺជប់ stand របស់ខ្សែយ៉ានក៏ត្រូវបានហួយយីនោះស៊ីដតបាត់ទៅអូខេហើយកន្លែងហ្នឹងខ្ញុំទៅគេចាំលោបហើយកន្លែងហ្នឹងគឺគាត់ចូលទៅតែឯងហើយខ្ញុំក៏មកតាមក្រោយអត់មានធ្វើអីបានទេគឺមានតែរុញ4អ្នកហ្នឹងចូលគ្នាហើយស៊ីពេទាំងអស់ក្រោយតែពីបាន quarter kill មកឡាគឺលេងជាត្រីឆ្លាម slow ទៀតហើយពេលនេះគឺជាត្រីឆ្លាមដែលកាយសាហាវជួប enemy គឺតែបាក់ enemy យកបណ្ដោះដោយកន្លែងនេះអញ្ចឹងគឺវាយ 1 3អត់ខ្លាចទេចូលដាក់ទៅវាយ 1 3តែម្ដងអត់ច្រឡំកាត់ចោលអូខេបន្ទាប់ពីយើងរស់ឡើងវិញមកយើងក៏មកជួបគ្នាជាមួយនឹង Wukong ទៀតហើយជួបគ្នាវាយគ្នាតាំងពី early game ដល់ late game គឺវាយតែអាខុងទេអាខុងនឹងងាប់ប្រហែលដងហើយដោយសារតែត្រីឆ្លាមមួយនេះតែនឹងងាប់ទៀតបាត់ហើយក្រោយតែពីយើងងាប់អស់5ដងមកមានអារម្មណ៍ថា game ដូចចង់ក្លាប់មកខាងយើងវិញមិនទេដូចចង់ធំក្លន់ចាញ់មកតែនឹងគេជឿវាយ 1 2ក៏ងាប់តែឯងទៀតទៅតែយើងជប់ stand ធ្វើអត់កើតដោយសារតែខ្លាចចាញ់ក៏នាំគ្នាមកវាយ overlord ហើយយើងដើរមកពេលជប់កន្លែងតាជីមកចូល record ដាផ្លូវក៏បាក់កlênទៅជប់មកដល់ alter យើងវាយមួយ alter ទៀតយើងរុញ alter ចូលទៅតែកន្លែងនេះដូចចូលសូនរបស់គេអញ្ចឹងគេដាក់ងាប់បាត់ក្នុងហ្គេមនេះបើគិតជាសាច់វាយគឺយើងវាយ alter ងាប់ដូចជាតែប្រហែលដងទេតែ alter យើងវាយយើងវិញដូចជាងាប់ច្រើនដែរកន្លែងហ្នឹងគ្នាគេ3នាក់ដេញតាមលោក support យើងម្នាក់តែយើងក៏មកជួយអន្តរាគមភ្លាមតែដោយសារមើលកាឡាទៅអត់ស្រួលក៏ដកថយទៅតែកន្លែងហ្នឹងដកអត់រួចទេងាប់ទៀតអត់
បាទហើយវីដេអូហ្គេមរបស់យើងនៅក្នុងថ្ងៃនេះក៏ត្រូវបានបញ្ចប់ត្រឹមនេះហើយក៏អរគុណច្រើនសម្រាប់អ្នកដែលបានទស្សនាតាំងពីដើមរហូតដល់ចប់បើបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំសូមជួយចុច like និង subscribe channel របស់ខ្ញុំម្នាក់មួយផងបាទ Victory!